បាទជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីអញ្ចឹងវីដេអូមួយនេះគឺជាវីដេអូដំណើរកំសាន្តរបស់ខ្ញុំទៅកាន់ទឹកដីនៃខេត្តប៉ៃលិនក៏ប៉ុន្តែក្នុងវីដេអូនេះគឺអត់តាមដល់ខេត្តប៉ៃលិនទេអញ្ចឹងចេញពីទីក្រុងបាត់ដំបងទៅខេត្តប៉ៃលិនត្រូវជិះនៅលើផ្លូវលេខ57ពុកម៉ែបងប្អូនអញ្ចឹងនៅតាមផ្លូវលេខ57ឆ្លងកាត់ស្រុករតនមណ្ឌលហ្នឹងគឺខ្ញុំបានចូលទិញចំណីអាហារមួយចំនួនដែលមានការដាក់លក់តាមផ្លូវជាពិសេសហ្នឹងគឺផ្លែឈើឬក៏នំនេកដែលអ្នកភូមិអ្នកស្រុកដែលគាត់ដាក់លក់តាមផ្លូវហ្នឹងជាច្រើនអញ្ចឹងជើញពុកម៉ែបងប្អូនរីករាយទស្សនាជាមួយខ្ញុំពុកម៉ែបងប្អូនទស្សនាឲ្យកុំភ្លេចជួយ Subscribe ជួយឲ្យមេដៃជួយ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំអ្នកមួយផងអរគុណច្រើនពុកម៉ែបងប្អូនដាក់លក់ស្ករអំពៅធម្មជាតិសុទ្ធ 100% ក៏ដាំដល់អំពៅគៀននឹងមួយដើមទេមួយគុំទេច្រឡំមួយដើមហើយបងប្អូនទំនងទេអូនេះគេច្រើនគាត់វាយគេច្រើនគាត់ធ្វើគាត់កោស្ករកោអីនេះលើផ្លូវលេខ57ហ្នឹងបងប្អូនហើយនេះហៅភូមិអីគេមិញហ្នឹងអីទេស្ដាប់បាត់បានមិញជម្រាបសួរមិញthì mình đã lụa score bà đi nghe score đấy mình này phơi luôn ai vậy mình chắc cam mình nó khang na mình chắc cam phơi chán rồi nhỉ phơi lụa bán chán này ông anh ấy cái cô đôi score nào đấy mình trả lưng ở phía ở riêng tao đọc về chết riêng dân cô vậy chui đôi kia đẻo xong lụa tỉnh mà bạn bao lụa tỉnh mà đã ngay cái nó vừa lần đi trâu thì giống mày đấy cái tên trong o hả lại chạy vô nhá vô mà cái lo đó vô tông pi mỏng á mà này chui vào hai ông đấy từ nay là lên sạch đấy cha pram pòn muốn lụa của mui đập về đi đàn cái tháng lụa tập pram tập ban cái ló nó quen bên đấy nó ní cái không mấy ông hôm chia mình trây không trai đọc ra tận nặng mình đó bạn nhìn lúa này là nick lo lấy hàm phần chất đọc xa chất nâng ngay chất đọc xa chiều chui vào hai ông á vô từng pi nữa ông xong tôi mời chả ca ban này ông chả ca miên bao chưa nào câu tập một lê cặp ồ đây đây chồng ở đây trong tầm mơ chả ca tân nam ông tin nữa đây nè tầm khán nâng ngày tầm khán ông đam pâu buồn nóng cung một nè ông mà đi đào mày năm sâu đưa không ai anh ấy cho mấy bạn ông năm sâu cồn đúng không mình tin gì nè cồn nó tên kề bạch nó vô một cành lụa lên cho nó ô nè khinh cột lụa trên này à lụa trên này cho con cháu thế nào ông ô thơ ca nghe ó miên con cháu ó không đấy mà miên cô xạo cha ông mà con tao sao này ông mà nè ông làm ca chân thu rồi nè tay ngọt ói mà sau này tung chắc chân phai đấy ông sao có tung chắc chân phai đấy trình thế ông à sau này tung chắc chân phai đấy nè sao tung chắc chân phai đấy ọt tức phó nằng khả năng chân thu mà nàng lại ông anh cô score cô nữa nè bạn nhưng mà bạn bong đó tao bay lên vịnh bạn chương trình đi ông con trai chăm mau lơ cray và cho ông ông cô score pứ trong ba trong thọt trong chôn mơ bạn tại đông ban cọp chun ọt hai khai ná hai bà ông con trai ông sải hơn ấy không lụa ra sải mà muốn cái này mình miên thơ của em thấy đã lụa mùi khá on lụa ro ngay đấy à anh ấy mà cay nó tới lai mà cay một pon đó à lớn ít đố của nó đố mà ngay thơประมาณtử
មួយថ្ងៃធ្វើបាន25កែវ 25កែវនោះ ចា ខ្ញុំយក2កែវមកមួយកែវប៉ុន្មានមិញហ្នឹង កែវ1000 កែវ1000អាហ្នឹងផ្អែមខ្លាំងឬក៏មិន ខ្ញុំដាក់ធ្វើផ្អែមខ្លាំងគាត់មកគេធ្វើខាងផ្អែម បាទ បើគេចង់ផ្អែមដាក់ផ្អែមដែរគឺថាអ្នកខ្លះគេអត់ចង់ផ្អែម នៅនេះហៅភូមិអីមិញ នេះភូមិតគ្រួអូន អូ តាគ្រួ អូអត់សបកែហូបដែរបើប៉ានេះលក់ស្មោះណាអលក់ដល់ងាយហីអត់ផ្លែតអស់អូអញ្ចឹងប្រហែលជាមានអតិថិជនច្រើនហើយយើងលក់រាល់ថ្ងៃមានម៉ួយបាទអរគុណច្រើនជ្រាបបងឥឡូវខ្ញុំចូលដល់ទឹកដីខេត្តបៃលិនហើយឃើញថាសម្បូរគាត់ដាក់លក់អីតាមមុខផ្ទះមែនតើជាពិសេសអាផ្លែឈើប្រចាំស្រុកគាត់នៅក្នុងភូមិគាត់ដូចមានទៀបបារាំងដូចកន្លែងនេះបងប្អូនមានភ្ញៀវទៀតបងប្អូនភ្ញៀវទៀបបារាំងអូមិនភ្ញៀវតែមានតែខ្ញុំស្មានអារុះនោះមិនថាអារុះនោះស្មានតែភ្ញៀវមើលនេះលក់អ្នកលក់គាត់ដើរមកផ្ទះគាត់នៅក្នុងជ្រៅ ដាំខ្លួនឯងទេបងព្រោះមើល លក់ដឹងតែផ្អែមហីអានេះមានឬក៏តង្ងែនហ្មងមានហ្មង មាន ចកានៅក្រោយមែនហ្មង ចានោះចកាពីនេះទៅហូតដល់ក្រោយតែវាអត់ទាន់ទុំពុតដើម បាទ ដល់ខែ10មិនពេញ ទៀបបារាំងនេះមានចកានៅក្រោយដែរបង ចា អត់តាន់ទុំទេ នៅចា ម៉ាថ្ងៃទុំហ្មងហ្នឹង អាហ្នឹងខ្ញុំមិនដឹងដែរបើមិនបេះមកខ្ញុំមិនដឹងបេះទុំ អានឹងលក់មិនបងទៀបបារាំង ជាប្រាំង6000 1គីឡូ ចា ចាម៉ាថ្ងៃទុំនេះអត់ដឹងនេះ អីទេស្ងាត់ល្អណាស់បងទៀបបងណា បងយកអត់ ចុះមាននេះលក់1គីឡូប៉ុន្មាន មាន5000 ធម្មជាតិពិតៗចូល1គីឡូណា ហើយថ្លឹងទៀបបារាំងនឹងបើមិនមក1គីឡូបានប៉ុន្មានផ្លែដាក់លេងជីងមើលបង អានេះ អានេះមួយណាវាផ្លែណាធំតិច ធំពេកហ្នឹង អត់អីទេ អានោះក៏ល្អ មកបងសាដាក់លេងជីងមើល1គីឡូជាងហ្នឹងណា1គីឡូ តែយកទៅ1គីឡូ ហើយដាក់គ្រប់1គីឡូកន្លះបងដាក់គ្រប់1គីឡូកន្លះវិញហើយដកអានេះចេញមើលនេះហើយដាក់ណាធំមួយមកគ្រប់1គីឡូកន្លះនៅខ្វះទៀតបងណាដាក់អាទូចមួយបាទ អានឹងលើវិញបាទជាងអស់ប៉ុន្មានបង 1គីឡូ5000កន្លះឲ្យខ្ញុំតា7000ណាចុះ500 7000នោះ ចា បាទនៅនេះខែភូមិអីបងតាគ្រួអានេះនៅខេត្តបៃលិនហ្នឹងបងណា បាត់ដបង នៅបាត់ដំបងឡើយហ៎ ចា អូអត់ទៅដល់បៃលិនផង គេមានព្រមប្រតោហូររោងចក្រមកណានៅបាត់ដបង បាទ ចាបង ខ្ញុំខំនិយាយដើមវីដេអូមួយហ្នឹងថាក្នុងបៃលិន នៅកន្លែងនោះឃើញគាត់លក់អីដូចអីក្នុងដីនោះបត្រាមែនបង ព្រាក៏ដាំទឹកព្រា សបោចកាណាតាមនេះទៀបបារាំងមកឲ្យដាំច្រើនដើមអត់ ជាប្រាំងមានតែ3ដើម អូ3ដើម បើ នេះបែរចាស់មកអស់បងណា ចាបើថាមានវិញ ច្រើន ហូតដល់ចុងដី មាន អូ បងមកអីគេដែរ ដល់ខែវាទុំមិនគេមកចុះ បាទ ទិញ ហ្នឹងហើយអាហ្នឹងដល់ពេលម៉ៅជាលក្ខណៈលក់ដុំបាន1គីឡូបានបង បើបយមួយបាច់ជា1គីឡូ3000 3000ទេបាទយើងលក់រាយបានរៀងថ្លៃគ្រាន់ ចាលក់រាយជាបាន5000 បាទ បើអាធំដូចប៉ុណ្ណោះវាអត់តាន់ពេញខែ ហ្នឹងហើយបាទអរគុណចាស់បងជ្រាបលា ចាប្រសិនឲ្យបងអរគុណហ្នឹង នោះកន្លែងនោះឃើញគាត់លក់បត្រាបងប្អូនចង់ទិញបត្រាគាត់បន្តិចអូនអ្នកលក់ទៀតណាអូណ៎បត្រាដាក់ក្រាស្បៃលក់ហ្មងបត្រាអូបត្រា នេះដាំខ្លួនឯងទេបង អូណែមើលនេះផ្លែ ធំណា
នេះលក់1គីឡូហ្មងបង 5000 គីឡូ5000ណា អូនេះចានខ្លួនឯង មា ទៀត ន700ស្រាមទៀតណា ចាននេះចត់ដែរបងនេះ ចាហ្នឹងឯងខ្ញុំហូបមិនផ្អែម អរគុណបង មានចានមានសកានេះ ដើមខ្លួនឯង អូនេះសកានេះដើមនេះដឹង ហ្នឹងហើយនេះអត់មានបាច់ខ្លាំងអូន ហ្នឹងហើយនេះសកានេះល្អហ្មង អូន ដើម ហូប ធម្មជាតិ អត់មានបាច់ខ្លាំងទេការនេះ បាទផ្ទះគាត់ស្អាតណាស់ផ្ទះសកានេះលក់1គីឡូហ្មង 1គីឡូ5000ដែរបង 5000 អត់អីទេអាច ចុះ អាហ្នឹង អានេះស្អុយដាក់ឲ្យវាក្អូបមក អូសកានេះ1គីឡូ5000ពទ្រា1គីឡូ5000ហើយបងយកអានេះ1គីឡូហើយនឹងពទ្រា1គីឡូអូនឬពទ្រានេះចោលនេះមកនេះ បាទថងស្បង់សុំថងមួយណា តែថង ពួកសកានេះបើយើងនិយាយស្មោះត្រង់អាចថាធម្មជាតិប៉ុន្តែពទ្រាធម្មជាតិអត់បានណាអាចតែបាញ់ថ្នាំសត្វល្អិតសត្វអីខ្លះមែនទេ ចាបង ពួកបើអត់បាញ់ទេទៅកៅបិចោះហើយអាហ្នឹង អាហ្នឹងអត់ខ្សែ បាទ បើការនេះអាហ្នឹងអត់បាញ់ ហ្នឹងពទ្រាចកាណាណាអូន ចការនឹងក្រោយ នៅ ផ្ទះ ក្រោយផ្ទះហ្មងណាច្រើនដើមហ៎ ច្រើនដែរ អាហ្នឹងដើមប្រហែលឆ្នាំបានផលអូន ដាំតែមួយឆ្នាំឯងបានផល អូលឿនដែរណាពទ្រានេះណា ចា ដៃលក់នៅផ្សារអត់ឬក៏លក់ទៅមុខផ្ទះចេះ សការនេះខ្ញុំបេះ អត់ទេពទ្រា ព្រាបបោះអីគេ បោះឲ្យគេណែចឹងច្រើនដើម ចាបង ម៉ានហើយលឹងអូទៅ3ផ្លែ1គីឡូណានេះស្ទើវិញហ៎ស្ទើវិញ កាច់អានេះសេកកុំឲ្យខាតចន្លោះ ហ្នឹងហើយរួមមកកន្លែងនេះមានលក់ផ្លែឈើក្នុងស្រុកច្រើននៅក្នុងមុខនោះលក់មកកន្លែងដែរនោះ ចាមានឆ្នាំដាំខ្លួនឯង ហ្នឹងហើយនេះបងស្មានដល់បៃលិនតានេះតួគាត់មុខនោះថានេះបែបដបងឡើយ ទៅបាត់ដបង លើសវិញអានេះពិបាកពេកគិតប៉ុណ្្នឹងតើអូនព្រោះយើងរត់គីឡូវាអត់ត្រូវអញ្ចឹង1គីឡូហ្មងមិញហ្នឹងអូន 1គីឡូ2ខាំ ហ្នឹងហើយ គិតឲ្យតែ1គីឡូ នឹងអូចឹងអរគុណច្រើនណាស់គិតឲ្យតែ1គីឡូចឹងពទ្រានៅស្ទើហី ចាបង មកថែម3ផ្លែទៀតមកទៅស្ទើតែ3ផ្លែពទ្រាតកានៅឆ្ងាយអត់អូន អត់ទេនៅក្រោយផ្ទះបង នេះចិត្តតែបងសុំចូលថតតិចបានទេ ឈប់ចាំខ្ញុំទៅសួរម៉ាក់ឲ្យបង អូនោះម៉ាក់ ចា អត់មានឆ្កាយណានៅតែម៉ាក់តាទៀត បងគេងអត់តន់ចេះដើរហ៎ អូ ជួយចង់តិច ខ្ញុំ មក បើអត់ ដាក់អំបិលតិចមកចឹងដាក់អំបិលពទ្រាតិចមក អំបិលឡើងតនងសំខាន់នេះឡើងដល់លើបកែ ខាន់ឡុងដាក់តពួកបេះណា អត់ទៅឡើងបេះ ឡើងបេះហ្មងអញ្ចឹងបានតែឃើញឆ្ងាយឆ្ងាយនោះបែអត់បានបែបានតែជាប់ដើម ការនេះព្រឹកមិញអាបេះឡើងនេះគេទិញអស់ហើយមួយម៉ាក់ក៏សុំចូលថនក្រោយបានអត់ ខ្ញុំសុំមើលចកាតិចបានទេ ចាដាក់ច្រើន គុណច្រើនចិត្តល្អ អរគុណ ដោយសារមីក្រូហ្វូននៅខាងគាត់ជិះម៉ូតូមិញនឹងមួយហើយនៅខ្ញុំមួយអញ្ចឹងប្រហែលជាមានលឺសលេងខានអូក្រៅនេះដូចលក្ខណៈភ្នំហ្នឹងបងនេះការលហុងហើយជាមួយនឹងរនងក៏ដាំរនងនៅពីលើលហុងហើយខ្ញុំឃើញពទ្រានៅមុខនោះបងប្អូនឥឡូវខ្ញុំមកដល់ចកាពទ្រាគាត់ខាងក្រោយរឿងឆ្ងាយដែរហ្នឹងហើយកន្លះគីឡូចេញពីផ្លូវមិញហ្នឹងចូលដល់ក្នុងនេះបង3រសជាតិហ្នឹងមិនវិញបង អានេះអាឆ្ងាញ់ក្រោយនេះ រសជាតិវាមិន ជូរអែម អូជូរអែម តែវានៅស្ទើវាអត់តាន់នេះនេះសាក់ បាទស្ទើវានៅផ្លែទួចឡើយ ហើយនេះថ្លៃជាងខ្ញុំលក់មិញ បាទបានដើមហ្នឹងបងណា នៅនោះទៀតអូន ប្រហែលបានដើមនេះបងមកចកានេះ ពទ្រានេះប្រហែលជា600ដើមអី600ដើមជាងហ្នឹងអូន ច្រើនអានេះដាំប្រហែលឆ្នាំប្រមូលផលបានណា តែមួយឆ្នាំជាងបានបាយហើយពទ្រានេះហ៎ មួយឆ្នាំជាង ចា លឿនហើយបងបានទឹកពីណាស្រោចវិញមានអូហ៎ ទឹកអូ
ក្រៅនឹងអូមកខ្ញុំភ្លក់នេះមកក្របមក ចាអីអត់ ឆ្ងាញ់ប៉ុណ្នេះឆ្ងាញ់ ហូបអូនបែបែ នាងជូជូអែម ចាចាអរគុណ ថាលឿងក៏តែមែនតែមិនឆ្ងាញ់ណាយោ ចាចា អានឹងមិនអំពៀនទឹកនោះខ្លាធំអាចអូនឯងទិញមិញហ្នឹង បាទបងនេះបើសិនគេទិញជាម៉ៅបដ ாய் លឿនណាទិញច្រើនគីឡូលក់បាន1គីឡូប៉ុន្មានបង គីឡូ 10000 គីឡូ 10000 ខ្លាំង ពេលអូម៉ាបើសិនជាខែអត់សូវមានបោះដុំក៏បោះដុំគីឡូ 8000ដែរ អូចុះខ្ញុំទិញក្រោមនឹងគីឡូ 5000អាខាងណាវិញ អាខាងនេះ ហ្នឹងពូជផ្សេងគ្នា ពុកផ្សេងគ្នាចាំមើលសាកបេះហូបអូន បាទ ចាចាចា បាទអរគុណ បត្រៀងតែលហឹងអូនឯងចង់ធ្វើថតលហឹងថត បាទអរគុណច្រើនបងចិត្តល្អបង គាត់ជូនខ្ញុំបានមកដល់តាមនេះហើយគាត់ចេញទៅក្រៅវិញដោយសារតែកុំឲ្យខានពេលវេលាគាត់ផងគាត់ទៅធ្វើការងារផ្សេងរបស់គាត់ទៀតអញ្ចឹងអាខាងនេះបើគាត់លក់ដុំ1គីឡូ 10000ដែរលក់រាយប្រហែលជាលើស1គីឡូ 10000ទៀតឆ្ងាញ់មែនតែពូជខាងនេះគាត់លក់ខាងក្រៅហ្នឹង1គីឡូតែ5000តែបងប្អូនគាត់ខាងក្រៅហ្នឹងមានអូហើយមើលអចការពត្រាគាត់គ្រាន់តែខាងនេះ600ដើមខាងនេះខ្ញុំអត់បានសួរគាត់ទេហើយច្រើនណាស់បងប្អូនពត្រាច្រើនមែនទែននេះឥឡូវខ្ញុំដូរកាមេរ៉ាសិនបងប្អូនដោយសារថតកាមេរ៉ាទុយល្ងិតបាទឥឡូវខ្ញុំដូរកាមេរ៉ាទូរស័ព្ទបងប្អូនឃើញតាកាមេរ៉ាទូរស័ព្ទដាក់មកភ្លឺស្អាតហ្មងមើលបត្រីគាត់បងប្អូនផ្លែឡើងក្រហមដូចមើលទៅដូចអាបត្រីនៅតាមវាស្រែដែលគេអសហូបអាបត្រីទូចបត្រីបុរាណនៅតាមវាស្រែគេអសហូបវាសពេញដើមអញ្ចឹងហើយបត្រីគាត់ដូចគ្នាបងប្អូនប្រហែលជាគាត់បេះអត់តាន់គាត់ប្រមូលផលអត់តាន់ឬយ៉ាងម៉េចក៏អត់ដឹងដែរបងប្អូនច្រើនណាស់បងប្អូនមើលផ្លែខ្ញុំភ្លេចនៅនេះគេហៅភូមិអីទេក្នុងវីដេអូនេះខ្ញុំភ្លេចបាត់ហើយអីគេរាំងខ្ញុំភ្លេចបាត់តាក្រក់ហ្នឹងហើយនៅក្នុងស្រុករតនមណ្ឌលហ្នឹងបងខេត្តបាត់ដំបងនៅផ្លូវទៅប៉ៃលិននៅផ្លូវលេខជាតិលេខ6លេខ56បងប្អូនច្រឡំយរុំហួរពីផ្សារជីវប្រហែលជា4-5គីឡូអញ្ចឹងជិះមកដល់ខាងមុខហ្នឹងតាមផ្លូវនៅទៅប៉ៃលិនខេងបងប្អូនកន្លែងគាត់ហ្នឹងមកជួរហ្នឹងគឺមានដាក់លក់ផ្លែឈើបងប្អូនលក់ផ្លែឈើមានសកានេះមានបត្រាអីនេះទៅបងប្អូនក្រោយនឹងអូអត់ភ្លេចសួរគាត់ខាងក្រោយនឹងអូអីគេហើយអូតាក្រក់នឹងហ្នឹងក៏រៀបចំប្រព័ន្ធទឹកស្អាតជាងទឹកគាត់អត់មានហត់បូមអីទេបងប្អូនគាត់តែបច្ឆេម៉ាស៊ីនមកគឺមានលហុងមុខបងមុតបលាបត្រីនេះណាទៅបលាបត្រីអូនេះចូលចកាបត្រីមុតបលាបត្រីអូមាននេះទៀតនេះដើមអំពៅដើមអំពៅលហុងគាត់ដើមទូចដែរតែអត់មានផ្លែផងហ្នឹងនេះលហុងគាត់ធ្វើស្មៅឡើងស្អាតខាងក្រោមលហុងនៅខាងក្រៅមានផ្លែចិត្តអូហ្នឹងគាត់ប្រាប់មែនចាស្ត្រីនេះក៏ដាំយូរឆ្នាំហើយអត់បានសួរគាត់ថាដាំប្រហែលឆ្នាំតែ2ឆ្នាំ គាត់ថាដាំមួយឆ្នាំអីជាងបានប្រមូលផលហើយអូលហុងដើមទៀតមានផ្លែបងប្អូននេះដើមនឹងទូចតែមានក្តាប់មើលនេះវែងអូនេះលហុងនេះផ្លែឡើងវែងនេះរូបដីនេះល្អដែរប្រភេទដីខ្មៅបងប្អូនអានេះដូចដើមភ្ញៀវបងប្អូនភ្ញៀវអានេះប៉ុន្តែអូនេះផ្លែវាតែដើមអីគេចេះភ្ញៀវនេះភ្ញៀវបងប្អូនភ្ញៀវផ្លែវានេះអូនេះលហុងផ្លែឡើងពូជលហុងវែងបងប្អូនមើលល្អដល់ហើយនេះលហុងយកទៅស្លយកទៅបុកលហុងអីហ្នឹងហើយបងប្អូនក៏មានពូជអាវែងមានពូជអាខ្លីនេះគាត់ទៅកាប់ស្មៅហើយថ្មីទេទីពូជអាខ្លីនេះផ្លែដល់ដីនោះខណៈអូដល់ដើមទូចហ្នឹងបងប្អូនដើមទៀបតែផ្លែដល់ហើយអានេះអាវែងបងប្អូននេះអាពីផ្លែនឹងវែងប៉ុណ្ណានេះអានេះមុំបងប្អូនអាចយកចាស់ហើយនេះអាចយកទៅ
ប្រើការបានអាចយកទៅបុកយកទៅស្លបានអូនេះកន្លែងកុំអាស័យនេះគឺអូហើយបងប្អូនមានទឹកអត់បងប្អូនទៅមើលតិចទៅមើលតពាំងនឹងប្រវាយណានៃស្អីគាត់យកទឹកពីកន្លែងណាសារឃើញដូចពិបាកដល់ហើយអូយអូលងជ្រៅបងប្អូនឲ្យថតឃើញសិតតែព្រៃអញ្ចឹងអូនេះសយោគាត់នេះយកគាត់ជាងកន្លែងនេះម៉ាស៊ីនគាត់ឲ្យរោគម៉ាស៊ីនគាត់ជាងចការព្រាគាត់មកដល់អូមកនេះរោគម៉ាស៊ីនគាត់ឲ្យកន្លែងគាត់ទាញទឹកមកលងជ្រៅក៏លួចបងប្អូនមើលអូទឹកនៅបាតដែរហ្នឹងបងប្អូនទឹកនៅបាតដែរត្រជាក់មែនតើបងប្អូននៅនេះត្រជាក់មែនតើមើលតពាំងអាស័យដូចមើលតពាំងហ្នឹងបងប្អូនដោយសារអត់កាត់ចឹងវាឡើងជាអាស័យបងប្អូនមើលឡើងជាអាស័យឮតែសលេងសัตว์យំឲ្យមើលអូលងជ្រៅឲ្យរឿងស្ដុកតិចដោយសារតែមានដើមអាស័យដើមអីច្រើនណាចឹងខ្ញុំចេញទៅខាងមុខវិញហ្នឹងបងប្អូននេះមានអាតពាំងខ្លះដែរនេះបងប្អូនតពាំងដែលអាចកាត់យកទៅលក់ឬក៏ស្លបានណានេះតពាំងហ្នឹងបងខ្ញុំចេញទៅខាងមុខវិញបងប្អូនដោយសារតែចូលមកចការគាត់រៀងយូរហើយអានេះទៀបស្វិតទៀបបាយគាត់ហ្នឹងបងប្អូននេះតែអត់សល់ល្អដោយសារអត់បានឲ្យផែជាស្កតអត់បានថែក៏អត់បានឆ្នាំអីមានតកៅមានចៃមានអីចឹងទៅផ្លែច្រើនបងប្អូនផ្លែច្រើនតែវាមានតកៅមានចៃអីខាន់ឡុងគាត់ក៏អត់សល់ថែដែរមើលទៅមើលអ្នកបងប្អូនសំខាន់គាត់ដាំរនោងនៅក្នុងអាចការនេះចការលហុងនេះរនោងបងប្អូនមើលរនោងខ្ញុំមកដល់ខាងមុខពីបងប្អូននិយាយរួមតាមផ្លូវទៅបៃលិនលើផ្លូវលេខ57នេះតាមផ្លូវប្រជាពលរដ្ឋយើងគាត់សម្បូរដាក់លក់អីដែលគាត់ធ្វើបានដូចជាបន្លែផ្លែឈើឬក៏របស់របរនេះក៏របស់របរគាត់ធ្វើនេះនេះតាមដាក់ទូរស័ព្ទមើលបងប្អូននេះតែខ្ញុំមកនេះខ្ញុំចង់បានណាំងៅទេខ្ញុំឃើញគាត់លក់ណាំងៅនេះបងប្អូនណាំងៅគាត់អ្នកលក់នោះក៏ដើរមកហើយនោះបងស្រីគាត់អ្នកលក់ណាំងៅមានអាទឹមធ្វើហើយមានអានេះធ្វើយូរហើយណាំងៅលឹងជូរហើយនេះអូអានេះញោតាអានេះញោនេះមិនវិញខ្ញុំអត់ដឹងបងណាំងៅនេះលក់មិនអានេះ3000អានេះ3000 5000មានអីខ្លះបងអាញោនេះគេធ្វើនេះហូបមិនវិញយើងហូបមកកូនកៅដាក់ទឹកឃ្មុំក៏បានហូបសឹកក៏បានចឹងអានឹងជួយអីវិញខ្ញុំអត់ដែរដឹងអានោះគេថាដូចនេះជាតិខ្លាញ់យើងអូហូបទៅវាក្តៅបាទយើងស្រួលចាញោនឹងលក់ដូចគ្នាដែរបងណាចាដូចគ្នា5000អានេះធ្វើខ្លួនឯងបងដាក់ទូរស័ព្ទនេះខ្លួនឯងបាទអានោះតពាំងហ៎អានេះតពាំងជូរលក់ដូចគ្នាដែរ5000ខ្ញុំចង់បានណាំងៅតែគ្រាន់តែសួរឲ្យដឹងតម្លៃផ្សេងហ្នឹងណាខ្ញុំយកណាំងៅមួយកៅទូចនេះមក3000ច្រកឲ្យខ្ញុំតិចមកនៅនេះគេហៅភូមិអីបងនៅនេះតាគ្រួងឡើយស្រុករតនមណ្ឌលខេត្តបាត់ដំបងអានេះគេហៅឃុំអីគេក្នុងឃុំអីគេភូមិដូចឃុំណាភូមិនោះគេហៅភូមិត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងហើយចេះភូមិត្រែងបាត់ឃុំមួយនឹងទៅតើអត់អីទេបាត់ឃុំមួយអត់ត្រូវការជើងទូរស័ព្ទអីទេអត់ទេអានឹងមានអីបាទធ្វើស្អាតផងនេះអានឹងលក់មិនមើលប្រាប់តម្លៃតិចមើល15000ទាំងអស់ណាបាទស្អាតតាអញ្ចឹងលក់នៅលើផ្លូវទៅប៉ៃលិនផ្លូវលេខ57ហ្នឹងបងប្អូន5000បើយកអត់ទៅណាបាទអរគុណច្រើនបងប្រុសនៅក្នុងអានឹងបងសួរគាត់រួចហើយគេថានឹងហូបទៅរំលាយខ្លាញ់បាទអរគុណច្រើនបងជម្រាបលាបាទអត់អីទេឆ្កែ3នាក់បាទចការនៅឆ្ងាយទេមិញនៅក្រោយតែបាទអត់នេះជិះម៉ូតូទៅជិះទៅអូនអូមិនម៉េចទេមិញដើរទៅណាតាមផ្លូវណាមិញបាទអូនេះមានផ្លូវលឹងអែមហ្មងទៅមុខនេះមិញ
ឧបវាផ្លែមាន សុំគាត់ចូលទៅមើលចកាបត្រាគាត់ទៅបងប្អូនអូមើលខ្នោគាត់នេះខ្នោឡើងអត់មានកលាហ្មង họ đang pui gì cái họ nghe là អត់ដឹងនេះសាសំបរិឧបករណ៍គាត់ធ្វើចកាបងប្អូននេះឧបករណ៍គាត់បាញ់ថ្នាំបាញ់ថ្នាំនេះផានេះបើជាផាគេជ្រោយគេជ្រោយរោងដលងរោងអីនេះរោងដលងយើងដលងមីហ្នឹងនេះគាត់មិនមាននេះមានចកាតង៉ែនចកាមានគាត់នេះ tao đang tặng នេះដើមតឡឹងតាំងតែអត់មានផ្លែតឡឹងតាំង sự can nhiệt lang tao đo đào miên luôn tiên នឹងឯសកានេះស្រកានេះ tao làm tràn phong នេះមានតង៉ែនមានអីដើមធំធម្មតានេះតង៉ែនណាមុខដើមមានអូគាត់ថានៅក្រោយផ្ទះក៏ពិតរៀងឆ្ងាយដែរហ្នឹងអូនមើលនៅលំចេះចិត្តគាត់ឲ្យជិះម៉ូតូទៀតមិញហ្នឹងនៅក្រោយហ្នឹងប្រហែលជាមានស្ទឹងមានអូមើលទៅបើមិនអញ្ចឹងក៏មានស្រះដែរដោយសារតែដាំដោះទៀតតើមានស្រះឬក៏មានអូបានអាចស្រោចស្រពលើដំណាំរបស់ពួកគាត់បានណាអូលឹងយើងគួរចកាបត្រីហ្នឹងទីចកាបត្រីនៅខាងហ្នឹងឃើញឃើញដើមបត្រីហីនេះដើមលហុងនេះបងប្អូនហុងនេះប្រហែលជាចកាផ្សេងអូគាត់ជិះម៉ូតូមកនោះគាត់ជិះម៉ូតូមក thả nồng នងលើដើមតឡឹងតាំងនងលើចាស់ដើមអស់ហើយមើលអូចាស់ដើមចាស់ផ្លែបង ủa anh ấy thế ý tao muốn cho នៅឆ្ងាយឯងមិញយីនៅឆ្ងាយឯងមិញនៅឆ្ងាយទីអីតែខ្ញុំដើរអូនចង់ជិះទៅបងដើរបងថតបន្តិច đâm ban tràn phong គាត់ចិត្តល្អណាគាត់យកម៉ូតូជួនទៀតតែខ្ញុំសុំដើរនេះគាត់ដាំដើមលហុងនៅពីក្រោមហើយ nhiều số mạnh nhỉ ồ lộ chế miên à miên chế nha miên tờ lồng đâm hồn ai nhỉ tờ lồng đâm hồn ai nhỉ chà em đâu ជិនវាខាងក្នុងមកអូម៉ោង1យប់ បោះមួយច្រើនណា បោះមួយទៀត ចាយើងមិនគាត់បើកផ្ទៃដល់ផ្ទៃ100000ហើយ chúng khơi mà anh nói trông xem ăn thở ấy យាយ ăn ấy thế អូនឲ្យភ្លក់មួយសិនណា ăn ấy chào mà អ đấy ត់យកលុយទេហូបមើលបើអត់ខ្ញុំយកលុយទៀតអេឲ្យសាក់អ៊ំឲ្យសាក់ឲ្យអូនម្ដងហូបប៉ុណ្ណោះអូនក្រោយហូបមើល ôn xạ mới ôn តឡូ ខ្ញុំលើកបក្លាញ់សួរតអ៊ំនៅចិត្តបក្លាញ់គឺអត់ទាន់ថ្ងៃណាមួយថ្ងៃជិនតឡង1គីឡូច្រើនណា 5-10 គីឡូ 5-10 គីឡូ bây nè ông à គឺông đó bây nè về ខ្ញុំជេងដែរ ông mà chui mợ នេះខ្ញុំរកជេកយកទៅបានជាលើកវិញខ្ញុំគ្រប់មកមួយផ្ទះ3ឯណោះ xa phong á ông á បាទ ông phân đi រត់ទៅមួយរត់ទៅ500 cha pram đập pram tham một tiết mặc thầy យកលុយមួយឯងអូអានេះសាក់មួយ500ហំនេះយក200ទេចៅ giúp bố máy nó bấm một phần năng mát nó mới kết tức ở đây nè អានេះសាក់មួយ500ឯងម៉ែពី500ទេណាសាក់មួយ500ធំនេះណា cha បាទគឺអានពី500នេះពីគាត់5ហើយ chả sro là ông ơi
ពីប៉ុន5ណាអ៊ំណា ចាមក5ឬអូនមួយ ចា លក់សអស់បាត់ហើយមួយ ផ្អែមអូអរគុណច្រើនអ៊ំ ហើយដាក់អាមួយ500ផ្សេងអាពីរ500ផ្សេងអត់ចាអាមួយ500មិនអីលក់ទឹកនៅឡើងទឹកហ៎ចាអរគុណ ចាខ្ញុំលាទៅវិញសិនណាអ៊ំណា លាយ ចា ហើយ អរគុណ ទៅណាវិញ អ៊ំអ៊ំអើយអ៊ំនិយាយសួរអ៊ំអ៊ំចេញទៅណាអ៊ំអូ អូដល់រៀបចាយឈប់អ៊ំខ្ញុំមាននំជូនអ៊ំ ខ្ញុំមានរបស់ជូនអ៊ំណា ខ្ញុំមាននំជូនអ៊ំខ្ញុំទិញមកមិញអ៊ំនេះ ណា ឲ្យអ៊ំទាំងអស់ ណាអ៊ំ អ៊ំរៀបចាយដល់ណា ចាដើរទៅ ចុះអ៊ំមានកូនចៅអ៊ំហ៎ អត់ទេ អូ អូហើយមួយថ្ងៃឬបានអ៊ំ ថ្ងៃជុំការបាន20កំប៉ុង ស្អីកំប៉ុងបានលុយបានអ៊ំ 20កំប៉ុងបាន1000 អូហើយអ៊ំនៅតែឯងរាល់ថ្ងៃហ៎ បាន ផ្ទះនៅណាអ៊ំ អូអូនមានលុយជូនអ៊ំខ្លះហើយបាទ ណែ អ៊ំមានលុយជូនអ៊ំខ្លះ តាមផ្លូវទៅមក បាទសាធុអ៊ំសាធុ បានអមី ខ្ញុំជូនអ៊ំ សាធុសពចម្រើនវែងណាហើយរកទីមានបានគ្រប់ពេលវេលាទៅមកមានការៈតតៃពីមានឡើយណា បាទសាធុសាធុអ៊ំបាទបាទបាទ មានតិចតួចជូនអ៊ំនឹងឯងចាអរគុណច្រើនអ៊ំ